ប្រធានទៅប្តីអេរ៉ង់សុំទោសប្រទេសជិតខាងហើយសន្យាថាឈប់ផ្លោមគ្រាប់ដាក់ទៀតក្រោយទ្រាំខ្លួនខ្លាំងមែនតើហេតុអីបានជាសក់ប្រធានណែប្រធាននាយកប្តីរបស់អេរ៉ង់សុំទោសប្រទេសជិតខាងហើយប្រទេសជិតខាងហ្នឹងប្រទេសណាខ្លះបងប្អូនដឹងហើយថាសង្គ្រាមនៅអេរ៉ង់នេះគឺចូលដល់ថ្ងៃម៉ានហើយមួយអាទិត្យហើយមកពីថ្ងៃ28មកមួយអាទិត្យហើយហើយមួយអាទិត្យនេះគឺខ្ទេចខ្ទីគ្រប់ហេដ្ឋារចនាសម្ព័ន្ធប្រដាប់អាវុធរបស់អ៊ីរ៉ង់ហ្នឹងគឺខ្ទេចវាអត់ទាន់មានទ័ពថ្មើរជើងអាមេរិកចុះចូលនៅឡើយទេចុះទៅដល់មិនមែនថាចុះចូលទេចូលសម្រុកដល់ក្នុងដែនអធិបតេយ្យរបស់អ៊ីរ៉ង់ហ្នឹងនៅឡើយទេដោយសារលោកត្រាំអត់ទាន់បញ្ជូនទ័ពអាមេរិកចុះទៅដល់ដីអ៊ីរ៉ង់នៅឡើយទេហើយនេះលោកត្រាំបានប្រាប់ថាអត់មានសម្រាប់ថាមិនបញ្ជូនទេចង់និយាយថាជំរឿសនេះអត់ទាត់ចោលទេបើដល់ចាំបាច់គឺនឹងបញ្ជូនទាហានទៅហើយទាហានអាមេរិកហ្នឹងគឺកំពុងតែត្រៀមខ្លួនបាត់ទៅហើយសម្រាប់យកទៅចុះទៅប្រទេសអ៊ីរ៉ង់បើតាមខ្ញុំដឹងពួកអីមានបងប្អូនខ្មែរយើងមួយចំនួនដែលមានកូនចៅដែលចូលទៅក្នុងទាហានហ្នឹងគឺបានប្រាប់ម៉ែឪថាគេកំពុងតែត្រៀមខ្លួនដើម្បីចាស់ទៅជើងព្រួលនេះគឺយុទ្ធសាស្ត្រសង្គ្រាមរបស់ទាហានហើយយើងចូលបម្រើទ័ពធម្មតាគឺតែពេលជាតិត្រូវការទៅកន្លែងណាក៏ទៅដែរអាហ្នឹងហើយគឺជាការបដិញ្ញារបស់យើងនៅពេលដែលចោះចូលធ្វើទ័ពអាហ្នឹងអញ្ចឹងដើម្បីការពារជាតិមាតុភូមិឬក៏ពិភពលោកហ្នឹងអាហ្នឹងគេត្រូវតែដាក់គាត់ពង្រាយទៅអ៊ីរ៉ាក់តាមការចាំបាច់នៅពេលដែលមានឱកាសនោះមកដល់ប៉ុន្តែមើលទៅអាមេរិកដូចជាអត់ចាំបាច់ដាក់ទ័ពថ្មើរជើងទៅទេព្រោះវាយតែពីអាកាសឡើងខ្ទេចម៉ត់អស់ទៅហើយអត់ស្លាប់ទាហានដែរមិនអត់ស្លាប់ទេស្លាប់6នាក់ដែរបងប្អូនសាកគិតមើលសង្គ្រាមវាយខ្ទេចអស់លីងអានៅអ៊ីរ៉ង់ហ្នឹងគឺថាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកញ្ជ្រួចបាញ់ឬក៏ការពារជាតិរបស់អ៊ីរ៉ង់ពលានយន្តហោះប្រដេញឬក៏កញ្ជ្រួចមីស៊ីលឬក៏នាវាងូតមុជទឹកឡាក់ហ្នឹងគឺថាខ្ទេចខ្ទីស្ទើរតែរៀបដល់ដីអស់ហើយអ្វីដែលអត់រៀបហ្នឹងគឺតែសម្លេងរបស់មេដឹកនាំអ៊ីរ៉ង់មួយចំនួនដែលពូនពីក្រោមណែឆ្លើយពីក្រោមរូងដីមកហ្នឹងមកនិយាយជាមួយសារព័ត៌មានអន្តរជាតិឬក៏ថតវីដេអូផ្សាយអីហ្នឹងឮប៉ុន្តែក្រៅពីហ្នឹងគឺតែងើបមកហ្នឹងគឺខ្ទេចខ្ទីអស់ហើយបងប្អូនត្រូវដឹងថាគ្រាប់ដែលទម្លាក់ស្រោចរបស់អ៊ីស្រាអែលពីដើមទីនៅថ្ងៃទី28ចំអាកន្លែងអាគារមួយដែលជាអាគារប្រជុំរបស់ថ្នាក់ដឹកនាំរបស់ពួកអ៊ីរ៉ង់ហ្នឹងស្លាប់មេដឹកនាំអ៊ីរ៉ង់កម្ពូលប្រមាណ40នាក់បងប្អូនស្ទើរតែអស់បើយើងនិយាយពីរដ្ឋសភាស្ទើរតែអស់ពាក់កណ្ដាលរដ្ឋសភាទៅហើយនេះគឺជាសុទ្ធតែមេដឹកនាំធំកម្ពូលដូចជាលោកអាលីហាមេនេដែលស្លាប់ហ្នឹងគាត់ទៅរកកូនចៅអីយកមកអ្នកផ្សេងហ្នឹងគេលើកកូនគាត់ឲ្យមកធ្វើជាមេដឹកនាំបន្តប៉ុន្តែវាមិនបានផលទេព្រោះមេដឹកនាំធំកម្ពូលហ្នឹងដែលកាន់30-40ឆ្នាំហ្នឹងស្លាប់បាត់ទៅហើយប្រជាពលរដ្ឋផ្ដាល់ជំនឿទៅឲ្យមេដឹកនាំនេះស្លាប់បាត់ហើយដោយទាំងកូនប្រសាកូនចៅអីមកកណោនឹងមន្ត្រីក្រសួងការពារជាតិក្រសួងអីទៅសឹងថាមកទាំងអស់ហើយបងប្អូនសូម្បីតែមនុស្សដែលសំខាន់នៅក្នុងជួរដែលថាស្លាប់ទៅហ្នឹងក៏មានមនុស្សមួយចំនួនដែលជាមនុស្សរបស់អាមេរិកដែលនឹងអាចយកមកធ្វើកិច្ចការងារនឹងជំនួសរដ្ឋាភិបាលផ្ដាច់ការណាស់ដែរប៉ុន្តែស្លាប់អស់ដែរវាអកុសលដែរណាព្រោះអាមេរិកគឺគាត់ចង់ឲ្យយកមនុស្សដែលជាជនជាតិអ៊ីរ៉ង់ខ្លួនឯងហ្នឹងទៅគ្រប់គ្រងប្រទេសអ៊ីរ៉ង់អាចជាក្រុមប្រឆាំងអីអញ្ចឹងណាដើម្បីដឹកនាំប្រទេសព្រោះជាអ៊ីរ៉ង់អត់ឲ្យមានរូបភាពជាអាមេរិកជាអីទៅគ្រប់គ្រងដែនអធិបតេយ្យរដ្ឋាភិបាលម្ចាស់ផ្ទះគេទេអាមេរិកហ្នឹងក៏ប្រកែរៀបចំដែរប៉ុន្តែមិនស្រួលទេព្រោះអីអ៊ីរ៉ង់នេះណាគឺជាប្រទេសផ្ដាច់ការជាង70ឆ្នាំហើយបងប្អូនដោយរបបខ្មែរក្រហមតា3ឆ្នាំ8ខែ20ថ្ងៃសោះតើបងប្អូនដែលគិតថាអ្នកណាមួយដែលអាចនឹងក្រោកជំនួសខ្មែរក្រហមបានដែលឧទាហរណ៍ថាបើមានអង្គការចាត់តាំងណាមួយទៅវាយខ្មែរក្រហមឲ្យដួលរលំទៅតើអ្នកណាដែលហ៊ានក្រោកតវ៉ាខ្មែរក្រហមបាននៅក្នុងរបបខ្មែរក្រហមបងប្អូនសាករមើលតែមួយមើលព្រោះសៅភឹមឬក៏អ្នកណាផ្សេងទៀតដែលហ៊ានងើបតែបន្តិចដែលនៅតំបន់មជ្ឈិមនៅបូព៌ានៅខាងខេត្តកំពង់ចាមអីហ្នឹងគឺភាគខាងកើតហ្នឹងគឺយកមកដាក់គុកទួលស្លែងអស់ហើយហ្នឹងមេដឹកនាំកម្ពុជារបស់ខ្មែរក្រហមយកមកដាក់គុកទួលស្លែងដើម្បីសម្លាប់ទាំងអស់អ្នកណាហ៊ានក្អកដូច្នេះនៅពេលដែលយើងរំលាយរបបខ្មែរក្រហមនៅឆ្នាំ1976 77អីបើថាបំផ្លាញបានក៏អត់មានអ្នកណាអាចនឹងមកឡើងជំនួសបានភ្លាមដែរវាពិបាកណាស់ទើបតែចុងឆ្នាំ1978មកនេះឬក៏ចាប់ពី77ចុង77 78អីហ្នឹងមកដោយសារតែខ្មែរក្រហមចាប់ផ្ដើមសម្លាប់កម្មាភិបាលផ្ទៃក្នុងខ្លាំងពេកដោយទាំងការតាមសម្លាប់លោកហ៊ុនសែនជាស៊ីមនិងហេងសំរិនផង
ដែលពីដើមឡើយជាកម្មាភិបាលខ្មែរក្រហមដូចគ្នាទេក៏នាំគ្នាភៀសខ្លួនទៅតំបន់ភៀសខាងកើតបង្កើតរណសិរ្ស2ធ្នូហើយក៏ទៅនាំទ័ពវៀតណាមហ្នឹងដើម្បីចូលមកវាយលុកកម្ពុជាហើយវៀតណាមក៏លើកបន្ទុកលោកកាលហ្នឹងមានលោកប៉ែនសវណ្ណនិងក្រុមលោកហ៊ុនសែនហេងសំរិននិងជាស៊ីមឃើញវៀតណាមគឺធ្វើតាក់ទិចស្តៀងអាមេរិកដែរអត់អាចនឹងលើកជនជាតិវៀតណាមយកមកបន្ទប់ដើម្បីឲ្យកាន់អំណាចនៅប្រទេសកម្ពុជាបានទេព្រោះអីមករំដោះប្រទេសកម្ពុជាខុសច្បាប់មកសារហើយអញ្ចឹងទៅយកជនជាតិវៀតណាមមកកាន់ប្រទេសកម្ពុជារត់តែខុសខ្លាំងទៀតអញ្ចឹងដើម្បីលេះគឺយកខ្មែរហើយខ្មែរណាគឺខ្មែរដែលជំទាស់របបខ្មែរក្រហមហើយខ្មែរដែលជំទាស់របបខ្មែរក្រហមហ្នឹងគឺកម្មាភិបាលខ្មែរក្រហមដែលរងការធ្វើទុកបុកម្នេញចង់សម្លាប់គ្នាឯងដល់តែពេលអញ្ចឹងទៅបើនៅក្នុងស្រុកខ្មែរលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនក៏គ្មានវាសនាខុសគ្នាពីប្រជាពលរដ្ឋផ្សេងទៀតទាំង1.7 លានអ្នកនឹងដែរគឺនឹងត្រូវគេសម្លាប់បាត់ទៅហើយប៉ុន្តែគាត់ដឹងខ្លួនមុនគាត់ក៏រត់គេចហើយរត់គេចចោលស្រុកទេណាបងប្អូនដូចតែគ្នាដូចសម័យតស៊ូឥឡូវដែលកាក់បកប្រឆាំងនាំគ្នានិរទេសខ្លួនទៅក្រៅប្រទេសហ្នឹងមិនមែនរត់ចោលស្រុកទេគឺនិរទេសខ្លួនឲ្យរួចផុតពីការសម្លាប់របស់មេដឹកនាំផ្ដាច់ការនៅរបបខ្មែរក្រហមហ្នឹងចឹងបានជាលោកហ៊ុនសែនហេងសំរិននិងជាស៊ីមបានទៅដល់ចុងភៀកខាងកើតដែលជាប់នៅក្នុងដែនដីវៀតណាមដោយសារតែខ្មែរក្រហមមិនអាចទៅក្បែរនឹងបានទេព្រោះតំបន់ក្នុងព្រៃហ្នឹងគឺបានការពារពីវៀតណាមខ្មែរក្រហមខ្លាចវៀតណាមដែរព្រោះទ័ពខ្មែរក្រហមដឹងហើយមិនអាចទៅវាយវៀតណាមឈ្នះទេដឹងខ្លួនព្រោះទ័ពវៀតណាមខ្លាំងអញ្ចឹងទៅដល់ពេលលោកហ៊ុនសែនហេងសំរិនជាស៊ីមទៅដល់តំបន់ហ្នឹងគឺមិនអាចនឹងខ្មែរក្រហមធ្វើអីបានក៏បង្កើតរណសិរ្ស2ធ្នូនាំទ័ពវៀតណាមមក100,000 នាក់ដើម្បីចូលមកវាយហើយក៏គេលើកបន្ទប់ឲ្យកាន់អំណាចរហូតក្រោយមកទៀតវៀតណាមដកចេញ10ឆ្នាំក្រោយឃើញការដែលនិរទេសចេញពីមាតុភូមិដើម្បីយករួចខ្លួនអាហ្នឹងឯងដែលបងប្អូនឌីលជេក្រុមបពប្រឆាំងរត់ចោលស្រុកណាអាភាសារត់ចោលស្រុកហ្នឹងបពប្រឆាំងមួម៉ៅមែនតើហេតុអីបានមួម៉ៅថាបើស្រុកយើងមានសុខសន្តិភាពហេតុអីបានជាយើងរត់ចោលស្រុកចុះបើស្រុកយើងមានសុខសន្តិភាពដូចសម័យខ្មែរក្រហមដែលលោកហ៊ុនសែនខ្លួនលោកនិងក្រុមលោកដែលជាកម្មាភិបាលខ្មែរក្រហមផងហេតុអីបានជាត្រូវនិរទេសខ្លួនទៅតំបន់បូព៌ាដើម្បីបង្កើតរណសិរ្ស2ធ្នូទៅនាំទ័ពវៀតណាមមកហេតុអីក៏មិនបង្កើតនៅកណ្ដាលទីក្រុងភ្នំពេញតែម្ដងទៅដើម្បីផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមពេលហ្នឹងព្រោះបើនៅកណ្ដាលក្រុងភ្នំពេញគឺស្លាប់ទាំងអស់គេយកមកសម្លាប់នៅគុកទួលស្លែងដូច្នេះវាអត់មានអ្នកណាតតាំងនឹងអំណាចនឹងបានណាវាដូចគ្នានឹងពួកក្រុមបងប្អូនខាងគណៈបកសង្គ្រោះជាតិចានិរទេសខ្លួនរស័ព្ទចាប់ឆ្ងាយព្រោះបើនៅគឺបើគេដាក់គុកក៏គេសម្លាប់ចោលឬក៏រងការដែលគេទិញដូរឬក៏បង្ខំឲ្យចោះចូលសុំទោសអីអញ្ចឹងទៅត្រូវនិរទេសខ្លួនមិនមែនបានន័យថារត់ចោលស្រុកទេអញ្ចឹងភាសារត់ចោលស្រុកនេះគឺជាភាសារបស់ក្រុមមេដឹកនាំផ្ដាច់ការដើម្បីបំបាក់ស្មារតីឲ្យអ្នកគ្រប់គ្រងក្រុមប្រឆាំងនឹងថាជាក្រុមរត់ចោលស្រុកមានរឿងអីបន្តិចប្រុចមិនដែលនៅរួមសុខរួមទុកជាមួយប្រជាពលរដ្ឋខ្លួនឯងទេមេដឹកនាំបែបហ្នឹងអស់លោកជឿគាត់ដែរព្រោះឲ្យតែមានរឿងអីប្រុចដាក់សាប៊ូគូតដោយសារអីដោយសារតែគិតថាប្រជាពលរដ្ឋហើយជាពិសេសគឺរកអាភាសាមួយដើម្បីធ្វើឲ្យប្រជាពលរដ្ឋជឿទៀតថាអ្នកដែលមានសញ្ជាតិ2ហ្នឹងអត់ស្រឡាញ់ខ្មែរខ្លួនឯងទេគឺតើតែខ្មែរមានសញ្ជាតិតែមួយបានខ្មែរ 100% ដូចលោកម្នាក់ដែលឌីលខ្ញុំថាខ្ញុំខ្មែរពាក់កណ្ដាលព្រោះខ្ញុំមានសញ្ជាតិ2ខ្ញុំមានសញ្ជាតិអាមេរិកផងមានសញ្ជាតិខ្មែរផងតាមពិតជាទម្លាប់របស់អាមេរិកគឺតែយើងមានសញ្ជាតិអាមេរិកគេឲ្យយើងបោះបង់ចោលសញ្ជាតិមួយខ្ញុំអត់បោះបង់ចោលសញ្ជាតិខ្មែរទេអាមេរិកដកសញ្ជាតិហ្នឹងក៏ដកចោះខ្ញុំនៅតែខ្មែរហើយបើដកសញ្ជាតិខ្មែរពីខ្ញុំឧទាហរណ៍ដោយប្រការណាមួយដែលខ្ញុំមានសញ្ជាតិអាមេរិកគឺខ្ញុំនៅតែឈាមខ្មែរដដែលទេដល់គឺលោកត្រាំថាគ្មានទេការចរចាជាមួយអ៊ីរ៉ង់លើកឡើងតែអ៊ីរ៉ង់លើកតុងជ័យសដែលអត់លក្ខខណ្ឌប្រហែលថ្ងៃនេះបងប្អូនឮឲ្យមន្ត្រីអាមេរិកហ្នឹងថាខាងអ៊ីរ៉ង់បោះដៃមករកការចរចាប៉ុន្តែថ្ងៃនេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់គឺប្រកាសជាអោលរឹកថាអត់មានបានទៅចរចាអីទេអត់ចង់ចរចាជាមួយអាមេរិកទេព្រោះចរចា2ដងចរចាបដៅវាយបដៅគាត់ថាចាប់ដៃជន់ជើងគាត់ចោទអាមេរិកថាចាប់ដៃជន់ជើងអញ្ចឹងអត់មានការចរចាអីទេប៉ុន្តែនេះគឺជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់មិនដឹងលាក់ខ្លួននៅកន្លែងណាទេគឺពីក្នុងដងមកហ្នឹងគឺឆ្លើយថ្លែងសារបែបហ្នឹងហើយអាមេរិកលោកត្រាំម្នេះវិញអត់មានត្រូវការចរចាអីទាំងអស់លក្ខខណ្ឌមានតែមួយទេសម្រាប់អ៊ីរ៉ង់ពេលនេះលើកតុងជ័យសប្រកាសបរាជ័យហើយចោះចូលសារសភាពរួចខ្លួនបើអត់ទេគឺខ្ទេចអត់មានលក្ខខណ្ឌអីទាំងអស់ចរចាហ្នឹងហើយអាមេរិកនឹងប្រមានថាបើមានការចាំបាច់អាចនឹងប្រជុំតបថ្មើរជើងអ៊ីរ៉ង់គេថាអូមកគឺវាលកប់សពដូចនៅអ៊ីរ៉ាក់ចឹងគេថាអញ្ចឹងដូចសាដាមហ៊ូសេនគេថាមកសើវាលកប់សពហើយសើប្រមានຕົកមុនចឹងបាទរឿងនេះគឺជារឿងដែល
ប្រឹងទៅវិញទៅមកទៅអ៊ីរ៉ង់ធម្មតាមានដឹកនាំគេនៅខាញ់រ៉ែងនៅដើម្បីស្អំចិត្តប្រជាពលរដ្ឋគេដែរចង់និយាយចឹងប៉ុន្តែខ្ទេចខ្ទីអស់ហើយបងប្អូនហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីអស់ហើយទាំងនាវាទាំងប្រព័ន្ធកញ្ជួយការពារនៅដែរនៅក្នុងដីអ៊ីរ៉ង់មានច្រើនគឺកាយយកទៅដាក់ក្នុងដីច្រើនប៉ុន្តែក្នុងដីហ្នឹងសួរមិនយើងកប់វាចោលរហូតយ៉ាងម៉េចវាត្រូវតែបាញ់វាហើយចុះតែបាញ់វាអាមេរិកមិនឃើញបាញ់ចេញពីកន្លែងណាអញ្ចឹងពេលដែលបាញ់ចេញកន្លែងណាហ្នឹងអាកំជ្រួចនឹងកំភ្លើងដែលទម្លាក់គ្រាប់ហ្នឹងគឺទម្លាក់ចំអាកន្លែងដែលផ្ទុះចេញពីកណ្ដាលវាលខ្សាច់អីចឹងដូច្នេះខ្ទេចខ្ទីនាវាងូតទឹកស្អីប្រព័ន្ធការពារអីគឺថាម៉ត់ដោយអាចទីតុយចឹងនៅសល់តែខ្លះៗនៅក្រោមដីហើយមិនមានលទ្ធភាពអីច្រើននៅក្នុងការតបតជាមួយអាមេរិកទេចង់និយាយថាអ្នកដែលនិយាយពីអ៊ីរ៉ង់នឹងអស់ចាហ្នឹងគឺនិយាយស្អំចិត្តទេអ៊ីរ៉ង់ទេ